ខ្ញុំជឿថាមិនមែនមានតែគាត់ម្នាក់ទេមានបងប្អូនច្រើនទៀតដែលមានចម្ងល់បែបនេះដូចគ្នាចាអញ្ចឹងវីដេអូនេះគឺធ្វើចេញដើម្បីបង្ហាញជ្រុងមួយនៃគំនិតតែប៉ុណ្ណោះចាមិនមែនជាការកំណត់ជាក់លាក់នោះឡើយប៉ុន្តែបងប្អូនអាចពិចារណាចាចំពោះតាក់ទងការមើលចាហោរាគ្រូនីមួយៗគាត់មានក្បួននៃការមើលនឹងអាចថាខុសគ្នាចាគ្រូខ្លះគាត់អាចមើលបែបក្បួនបាជឺអ្នកខ្លះទៅគាត់មើលបែបក្បួនតារាសាស្ត្រចាអញ្ចឹងតាក់ទងទៅនឹងបញ្ហាគឺត្រង់ថាតើពួកគាត់នឹងបង្ហាញជ្រុងណានៃបញ្ហាឲ្យបងប្អូនដឹងតែប៉ុណ្ណោះចាអញ្ចឹងតាក់ទងទៅនឹងការបង្ហាញគឺខុសគ្នាចាប៉ុន្តែបើតាក់ទងទៅនឹងមើលឲ្យជាក់លាក់គឺវាមិនខុសគ្នានោះទេចាអញ្ចឹងឧទាហរណ៍ខ្ញុំលើកថាក្នុងករណីគេបង្កើតជា6ដើម្បីឲ្យភាពតាក់ទាញមួយកម្រិតចាហើយចំណុចទី2ក៏វាអាចមានការតាក់ទងទៅនឹងគេថាបំភ័យចាអញ្ចឹងអាចថាបងប្អូនមួយចំនួនចានៅពេលដែលគាត់មើលគាត់ឆាប់ភ័យចានៅពេលដែលភ័យគាត់គិតច្រើនទៅជាមានសម្ពាធចាចំណែកគ្រូខ្លះចាឬក៏អ្នកមើលខ្លះបងប្អូនខ្លះដែលគាត់មានចំណេះដឹងតាក់ទងការមើលហ្នឹងចាគាត់ផ្ដល់ការមើលដោយការប្រឹក្សាដោយការណែនាំចាឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នមិនមែនឲ្យភ័យនោះទេចាគ្រាន់តែមានការប្រុងប្រយ័ត្នយើងដឹងទៅចាការពារចាដើម្បីកុំឲ្យមានការធ្វេសប្រហែសពេលដែលកើតឡើងចាយ៉ាងហោចណាស់ក៏យើងអាចធ្វើការបង្ការបាន50%ដែរនៃបញ្ហាចាអញ្ចឹងតេតងទៅនឹងអ្វីទាំងអស់នេះមិនមែនជាការកំណត់ជាក់លាក់នោះទេតេតងហោរាសាស្ត្រដូចតែខ្ញុំបានលើកឡើងតាំងពីដើមគឺវាជាផែនទីនៃជីវិតវាមិនមែនជាការកំណត់នៃជោគវាសនារបស់យើង100%នោះទេវាពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តក្នុងពេលបច្ចុប្បន្នរបស់អ្នកទាំងអស់គ្នាតើជ្រើសរើសបែបណាចាវាគ្រាន់តែបង្ហាញថាពេលណាដែលអ្នកទាំងអស់គ្នាគួរដើរពេលណាដែលអ្នកទាំងអស់គ្នាគួរតែសម្រេចចាហើយពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវជួបជាមួយនឹងដំណាក់កាលណាខ្លះនៃជីវិតចាអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់នេះចាអាចសួរបន្ថែមបើសិនជានៅចំណុចណាដែលបងប្អូនមិនទាន់នឹងយល់ទៀតចាអរគុណ